ទស្សនិកជនជាទីមេត្រីនេះគឺជារឿងរ៉ាវដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាកំប្លែងអ្នកនាងខ្ញុំបានបង្ហោះសារមួយនេះអ្នកនាងខ្ញុំខឹងសម្បាយយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងរឿងរ៉ាវគេសួរថាអ្នកនាងខ្ញុំលក់ខ្លួនមែនភ្នំពេញតារាកំប្លែងដល់ល្បីឈ្មោះនិងជាអ្នកលក់អនឡាញអ្នកនាងស្រីសុកាន់ដាហៅអ្នកនាងខ្ញុំបានបញ្ចេញមតិខឹងចំពោះមនុស្សមួយចំនួនដែលបានមើលងាយនៅក្នុងផ្លូវមិនល្អបន្ទាប់ពីអ្នកនាងខ្ញុំបានបង្ហោះរូបភាពនិងសំណេរតាមគេហទំព័រ Facebook តខ្លួនរបស់អ្នកនាងមានអ្នកចូល comment សួរថាលក់ខ្លួនមែនសូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី30ខែមិនិនាឆ្នាំ2023អ្នកនាងខ្ញុំបានបង្ហោះរូបថតរបស់អ្នកនាងពីរសន្លឹកនៅក្នុងគេហទំព័រ Facebook ផ្ទាល់ខ្លួនរបស់អ្នកនាងជាមួយនឹងសំណេរថាបើចង់បានអូនទម្លាក់លេខទូរស័ព្ទនិងទីតាំងមកបងប្អូនបន្ទាប់ពីបានឃើញរូបថតនិងសំណេររបស់អ្នកនាងខ្ញុំខាងលើនេះមានគណនី Facebook មួយដែលមានឈ្មោះថាឡុងស៊ីបានចូលទៅ comment សួរថាលក់ខ្លួនមែនចេះធ្វើឲ្យតារាស្រីរូបនេះប្រតិកម្មឆ្លើយតបទៅវិញភ្លាមបែបនេះថាស្រេចលើបងគិតចោះព្រោះមនុស្សដែលមានខួរក្បាលគិតតែអវិជ្ជមានលើគេក៏មិនល្អប៉ុន្មានដែរអ្នកនាងខ្ញុំបានសរសេរបន្ថែមទៀតថារៀនបើកចិត្តឲ្យទូលាយបន្តិចទៅឃើញពិភពលោកដ៏ស្រស់ស្អាតបន្ទាប់មកគណនី Facebook ដែលមានឈ្មោះថា Longsic បានសរសេររៀបរាប់វិញថាស្រស់ស្អាតដូចចែនឹងមែនចែស្រស់ស្អាតហើយក៏រុះរយជារឿងធម្មជាតិទេចែនេះគឺជារឿងរ៉ាវដែលកំពុងតែក្តៅកគុកនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធទៅនឹងតារាកំប្លែងអ្នកនាងខ្ញុំជាមួយនឹងគណនី Facebook ម្នាក់ដែលមានឈ្មោះថា Longsic ដែលបានចូលទៅ comment សួរត្រង់ពាក់ព័ន្ធទៅនឹងរឿងអ្នកនាងខ្ញុំលក់ខ្លួននៅក្នុងនោះផងដែរក៏មានគណនី Facebook ផ្សេងមួយទៀតដែលមានឈ្មោះថា Missy Lida បានចូលទៅ comment បែបនេះថាអញមិនចោះលក់អីដាក់រូបខ្លួនឯងឲ្យគេទម្លាក់លេខ caption បែបនេះគេច្រឡំនិងមិនអោយតម្លៃបានយ៉ាងណាក៏ជាអ្នកសិល្បៈផុសអីសូមគិតអ្នកដតីផងចែអើយបាទនេះគឺជាការលើកឡើងរបស់គណនី Facebook មួយដែលមានឈ្មោះថា Missy Lida បានសរសេររៀបរាប់និងរិះគន់ចំទៅកាន់តារាកំប្លែងអ្នកនាងខ្ញុំនៅក្នុងនោះផងដែរតារាកំប្លែងអ្នកនាងខ្ញុំក៏បានចេញមុខឆ្លើយតបបានសរសេរថាហើយមើលទៅ comment រាប់រយ comment គេមិនគិតដូចបងទេបងអវិជ្ជមានតែម្នាក់ឯងនឹងគិតអីល្អទៅបងអ្វីល្អនឹងចូលមករកខ្លួនយើងយ៉ាងណាដើម្បីជៀសវាងការយល់ច្រឡំដោយអ្នកយល់ច្រឡំចូលមកសួរខាងលើអ្នកនាងខ្ញុំបានបញ្ជាក់ថាអ្នកនាងគឺជាអ្នកសិល្បៈនិងជាទូតឆន្ទៈរបស់ផលិតផលសម្រាប់ទម្ងន់អ្វីដែលអ្នកនាងបានសរសេរខាងលើគឺដើម្បីជូនដំណឹងដល់អ្នកដែលត្រូវការអ្នកនាងទៅសម្ដែងឬច្រៀងកាត់សក់មង្គលការឬថត spot ផ្សេងៗពុំមែនជាការប្រកាសលក់ខ្លួនដោយមនុស្សមួយចំនួនដែលបានគិតអវិជ្ជមានដែលយល់ច្រឡំមកលើអ្នកនាងនោះទេគូបញ្ជាក់ផងដែរថាអ្នកនាងស្រីសុកាន់ដាហៅអ្នកនាងខ្ញុំជាតារាកំប្លែងដ៏ល្បីនៅក្នុងក្រុមលោកចែមច័ន្ទតារាហៅនាយពាក់មីតែក្រោយមកអ្នកនាងបានបន្ថែមអាជីពលក់ផលិតផលតាមអនឡាញស្រាប់តែផ្ទុះជំពាក់បំណុលគេជាង$60,000រហូតចុងក្រោយត្រូវលក់ឡានលក់ផ្ទះដោះបំណុលគេរហូតអស់ពីខ្លួនរស់នៅផ្ទះជួលប៉ុន្តែរយៈពេលចុងក្រោយនេះបន្ទាប់ពីអ្នកនាងបានចាក់ចែងពីក្រុមតារាកំប្លែងនាយពាក់មីអ្នកនាងបានងាកមកទទួលការងារសម្ដែងភាពយន្តសម្ដែងច្រៀងកាត់សក់នៅក្នុងពិធីមង្គលការបូកផ្សំនឹងមុខរបរលក់អនឡាញច្រើនមុខផងតែពេលនេះនាងហាក់បីដូចជាមានសង្ឃឹមនៅក្នុងជីវិតឡើងវិញដោយអ្នកនាងបានតាំងចិត្តនឹងយកអ្វីដែលបានបាត់បង់នោះមកវិញឲ្យបានរួមទាំងកិត្តិយសនិងកេរ្តិ៍ឈ្មោះផងដែរនៅក្នុងនោះផងដែរតារាកំប្លែងអ្នកនាងខ្ញុំបានបញ្ជាក់បន្ថែមទៀតថាខ្ញុំសូមកម្លាំងចិត្តម្នាក់មួយណាបងប្អូនខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានបាត់បង់ខ្ញុំនឹងយកវាមកវិញឲ្យបានទាំងកិត្តិយសកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិរូបសម្រស់និងសុភមង្គលគ្រួសារខ្ញុំជឿជាក់លើការតាំងចិត្តនិងសមត្ថភាពរបស់ខ្ញុំអរគុណសម្រាប់ការទុកពេលវេលានិងឱកាសឲ្យខ្ញុំអរគុណសម្រាប់ការគាំទ្រស្រឡាញ់មកលើរូបខ្ញុំបងប្អូនជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំសូមអរគុណដល់ម្ចាស់ផលិតផលវីតាមីន C សម្រក់ដែលបានយករូបខ្ញុំជា BA ធំមានទំនុកចិត្តនិងភាពជឿជាក់មកលើរូបខ្ញុំអរគុណខ្លួនឯងដែលរឹងមាំចាប់តាំងពីទទួលបានការងារមកវិញមកខ្ញុំមិនសូវដែលបានសម្រាប់ទេសង្ឃឹមថាឆ្នាំនេះនៅដោះស្រាយរួចរាល់គ្រប់បញ្ហាអរគុណដែលបានទុកឱកាសឲ្យខ្ញុំនឹងប្រើសមត្ថភាពនិងកម្លាំងនេះជារបស់ខ្ញុំសងបងប្អូនមិនឲ្យខ្វះមួយកាក់មួយសេនឡើយអរគុណកូនអរគុណប្តីកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំបាទនេះគឺជារឿងរ៉ាវពាក់ព័ន្ធទៅនឹងតារាកំប្លែងអ្នកនាងខ្ញុំត្រូវបានមហាជនបានចោទសួរថាលក់ខ្លួនមែនបាទពេលនេះអ្នកនាងខ្ញុំបានបកស្រាយនៅក្នុង caption នៅក្នុង Facebook page របស់ខ្លួនដោយអ្នកនាងបានសរសេររៀបរាប់ដោយអត្ថបទខាងលើ
អរគុណណាស់សម្រាប់ការចូលតាមដានទស្សនាព័ត៌មាននេះតាំងពីដើមរហូតដល់ចប់ប្រសិនបើពេញចិត្តកុំភ្លេចចុចពាក្យ like subscribe ម្នាក់មួយផងប្រសិនបើមានកំហុសខុសឆ្គងឬពាក្យពេចន៍ណាមួយមិនគប្បីសូមបងប្អូនធ្វើការខន្តីអភ័យទោសដល់រូបខ្ញុំបាទផងអរគុណជួបគ្នានៅវីដេអូក្រោយ